ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋរស់នៅខេត្តរតនគិរីម្នាក់ខ្ញុំយល់ឃើញថាសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើកម្ពុជានេះគឺជាមិនអាចទទួលយកបានទេដោយសារបច្ចុប្បន្នថៃបានធ្វើការឈ្លានពានមកលើទឹកដីកម្ពុជានេះទាំងកំរោលហើយមិនគោរពនូវកិច្ចព្រមព្រៀងនៅទីក្រុងកាឡាឡាំពូខណៈដែលប្រទេសកម្ពុជាយើងបានអត់ធ្មត់ព្យាយាមគោរពនូវកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួនហើយសង្គ្រាមឈ្លានពាននេះគឺប្រជាជនកម្ពុជាគ្រប់រូបជាពិសេសក៏ដូចខ្ញុំបាទផ្ទាល់មិនអាចទទួលយកបានទេហើយសូមឲ្យអន្តរជាតិជាពិសេសពិភពលោកធ្វើការថ្កោលទោសទៅដល់ប្រទេសថៃដែលធ្វើការឈ្លានពានយ៉ាងកំរោលមកដល់ប្រទេសកម្ពុជាយើងបាទក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំសូមសម្ដែងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោសម្ដេចធិបតីជាពិសេសប្រជាពលរដ្ឋយើងនៅសមរភូមិក្រោយដែលបានសស្រាក់សស្រាមស្រស់ដៃគ្នាក្នុងការជួយដល់សមរភូមិមុខគៀងក៏រដ្ឋធនធានផ្ទាល់ខ្លួនបរិច្ចាគជួយដល់វរៈកងទ័ពក៏ដូចជាជនភៀសសឹកដែលបច្ចុប្បន្ននេះកំពុងធ្វើការភៀសសឹកមករកទីទួលសុវត្ថិភាពដែលឡែកសម្រាប់ខេត្តរតនគិរីយើងខ្ញុំនេះក៏មានការបំផុសបំផុលស្មារតីពីសំណាក់ឯកឧត្តមញ៉ាំជំនឿអភិបាលខេត្តដើម្បីធ្វើការគៀងក៏សម្ភារៈថវិកាឆ្នាំពេទ្យដើម្បីជួយដល់ជនភៀសសឹកក៏ដូចជាជួយដល់វរៈកងទ័ពដែលកំពុងធ្វើការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនៅសមរភូមិមុខបាទហើយជាចុងក្រោយខ្ញុំបាទសូមគោរពជូនពរដល់បងវរៈកងទ័ពដែលកំពុងតស៊ូយ៉ាងសុតស្វាញជាមួយកងទ័ពសៀមនៅសមរភូមិមុខឲ្យសូមបងឲ្យឈ្នះនៅគ្រប់សមរភូមិហើយជាពិសេសជូនពរដល់ជនភៀសសឹកទាំងអស់សូមជួបតែសុខសុវត្ថិភាពទាំងអស់គ្នាខ្មែររួបរวมគ្នាខ្មែរឈ្នះទឹកចិត្តខ្មែរជួយខ្មែរនឹងឈ្នះគ្រប់អ្វីទាំងអស់បាទសូមអរគុណ